បាទទស្សនិកជនជាទីមេត្រីបាទនេះបាទទ្វារបស់រដ្ឋដែលធ្វើសម្រាប់ឲ្យពលរដ្ឋបាទសង្ស័យតែជាប់ទោសហើយនឹងគេយកចង្វាក់បាទដាក់នេះទស្សនិកជនអានេះនៅព្រឹកបាទថ្ងៃទី7បាទឧសភាបាទ2025នេះបាទជាដល់រដូវធ្វើស្រែចម្ការប្រជាកសិករត្រូវការទឹកជនអនាមិកផ្សារច្រវាក់ដាក់បិទទ្វារទឹកក្នុងខេត្តបន្ទាយមានជ័យដោយសម្រាប់កសិករទាំងអស់នៅរសៀលថ្ងៃទី7ខែឧសភាឆ្នាំ2025នេះប្រជាពលរដ្ឋជាច្រើនអ្នកតំណាងឲ្យពលរដ្ឋចំនួន7ភូមិក្នុងឃុំប្រាសាទនៃស្រុកប្រណិតព្រះបានប្រមូលផ្ដុំគ្នាធ្វើការកាត់ផ្ដាច់ច្រវាក់ដែលជនអនាមិកបានផ្សារបិទគម្របទ្វារទឹករបស់ក្រសួងធនធានទឹកដើម្បីបង្ហូរទឹកដាក់ស្រែពួកគាត់តាមប្រជាពលរដ្ឋបានរៀបរាប់ឲ្យដឹងថាស្របពេលដែលរដូវស្រូវប្រាំងបានចូលមកដល់ពួកគាត់ជាប្រជាពលរដ្ឋទាំង9ភូមិរួមមានភូមិប្រាសាទភូមិទន្លាប់ភូមិអមាល់ភូមិថ្មីភូមិកំព្រាមភូមិគៀនមន្ទីរភូមិអន្លង់សាភូមិអូទួលនិងភូមិតអំដែលត្រូវការទឹកជាចាំបាច់ក្នុងការធ្វើស្រែចម្ការតែបើជាមានជនអនាមិកបានលួចយកច្រវាក់មកផ្សារបិទទ្វារទឹកមិនឲ្យពួកគាត់ប្រើប្រាស់ទៅវិញដោយការទុកមិនសុខចិត្តដោយសារតែការបិទទ្វារទឹកពីសំណាក់ជនអនាមិកធ្វើឲ្យខកខានធ្វើស្រែពួកគាត់នោះពួកគាត់ក៏បានលើកគ្នាមកកាត់ច្រវាក់ចេញដើម្បីបើកទឹកបញ្ចូលស្រែរបស់ពួកគាត់តែម្ដងរួចយកច្រវាក់នោះទៅប្រគល់ជូននគរបាលប៉ុស្តិ៍រដ្ឋបាលឃុំប្រាសាទដើម្បីស្រាវជ្រាវរកមុខជនអនាមិកដែលបិទទ្វារទឹកនៅចំណុចខាងកើតអាង78និងមួយកន្លែងទៀតនៅអូតាស្មិតផងដែរជុំវិញបញ្ហាខាងលើនេះកន្លងមកអាជ្ញាធរឃុំប្រាសាទក៏ដូចជាស្រុកប្រណិតព្រះក៏ធ្លាប់បានធ្វើការដោះស្រាយម្ដងរួចទៅហើយដោយកាលនោះជាប្រវត្តិចាប់បានឈ្មោះយ៉ែមឧត្តមនិងប្រពន្ធឈ្មោះឡាវទូដែលធ្វើការឲ្យឈ្មោះលៀនប៊ុនឈឹកជាអ្នកគ្រប់គ្រងទឹកដោយយកផលប្រយោជន៍ពីប្រឡាយរបស់ក្រសួងធនធានទឹកក្នុងការស្រោចស្រពផលដំណាំស្រូវប្រាំងពួកគេបានយកប៉ុស្តិ៍ផ្សារមកផ្សារបិទទ្វារទឹកមិនឲ្យប្រជាពលរដ្ឋប្រើប្រាស់នោះឡើយហើយប្រជាពលរដ្ឋក៏បានចាប់បញ្ជូនប្តីប្រពន្ធទាំងពីរនាក់នេះទៅកាន់ប៉ុស្តិ៍រដ្ឋបាលឃុំប្រាសាទម្ដងរួចមកហើយលើនេះពួកគាត់ដាក់ការសង្ស័យលើឈ្មោះខាងលើនឹងបពួកដដែលនេះថាបានលួចផ្សារទ្វារទឹកមិនឲ្យពួកគាត់យកទឹកទៅប្រើប្រាស់បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថានៅយប់ថ្ងៃទី7ខែឧសភាឆ្នាំ2025ដដែលនេះមានរថយន្តមួយគ្រឿងដែលពួកគាត់អះអាងថាជារបស់លោកលៀងប៊ុនឈឹកបានមកហាមឃាត់ពួកគាត់មិនឲ្យយកទឹកទៅប្រើប្រាស់នោះឡើយក្រោយប្រជាពលរដ្ឋលើកគ្នាមកច្រើនរថយន្តនោះក៏បានបើកចេញទៅបាត់តើអាជ្ញាធរពិតជាកំសោយក្នុងការដោះស្រាយជូនប្រជាកសិករឬយ៉ាងណាគួរបញ្ជាក់ផងដែរថាដើមចងដែលបង្កជាបញ្ហាមិនចេះចប់មិនចេះហើយនេះគឺទំនាស់ផលប្រយោជន៍ដោយកន្លងមកឈ្មោះលៀងប៊ុនឈឹកបានធ្វើការស្ដារអូរបស់រដ្ឋដើម្បីយកទឹកមកធ្វើស្រែនិងបានលក់ទឹកឲ្យប្រជាពលរដ្ឋដាក់ស្រែប្រាំងលុះក្រោយមកក្រសួងធនធានទឹកក៏បានជីកប្រឡាយពីលើអូនោះបន្ថែមប្រវែង8គីឡូម៉ែត្រចាប់ពីអូតកៈដល់បឹងសហគមន៍ដង្កៀបក្តាមដើម្បីទុកឲ្យប្រជាពលរដ្ឋប្រើប្រាស់ជាប្រយោជន៍រួមតែត្រូវបានឈ្មោះខាងលើកេងចំណេញផលប្រយោជន៍ដោយលក់ទឹកឲ្យប្រជាពលរដ្ឋក្នុងតម្លៃខ្ពស់ក្រោយមកប្រជាពលរដ្ឋមានឈ្មោះអៀមណេតគាត់ក៏បានប្រឡាយតបជាប់ពីអូវត្តទម្លាប់ជាប់មកប្រឡាយរបស់ក្រសួងធនធានទឹកដើម្បីផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋសម្រាប់ធ្វើស្រែប្រាំងក្នុងតម្លៃទាបធ្វើឲ្យប្រជាពលរដ្ឋមានការគាំទ្រជាខ្លាំងធ្វើឲ្យស្រូវស្រែចម្ការមានទឹកគ្រប់គ្រាន់ព្រោះតែចំណាយថវិកាតិចទទួលបានទឹកបរិបូរណ៍កត្តានេះហើយធ្វើឲ្យឈ្មោះមួយចំនួនពុំសប្បាយចិត្តហើយបណ្ដាលឲ្យមានបញ្ហាកើតរហូតមកទល់នឹងសប្តាហ៍នេះតែម្ដងពាក់ព័ន្ធនឹងបញ្ហានេះដែរប្រជាពលរដ្ឋគាត់បានលើកឡើងថាពួកគាត់ត្រូវការឈ្មោះឬបុគ្គលណាដែលផ្គត់ផ្គង់ទឹកជូនពួកគាត់ក្នុងតម្លៃទាបសមរម្យសម្រាប់យកមកស្រោចស្រពផលដំណាំតែប៉ុណ្ណោះជាចុងក្រោយប្រជាពលរដ្ឋសំណូមពរទៅដល់លោកហ៊ឿនវរៈដែលជាអភិបាលស្រុកប្រណិតព្រះទើបនឹងឡើងថ្មីនិងលោកអ៊ុំរីត្រីដែលជាអភិបាលខេត្តបន្ទាយមានជ័យមេត្តាជួយដោះស្រាយបញ្ហាទឹកជូនពួកគាត់ផងកុំឲ្យមានការគៀបសង្កត់ពីឈ្មោះដែលកេងចំណេញលើប្រឡាយរដ្ឋបន្តទៅទៀត